ជាតិមួយអាចរីកចម្រើនបានមិនមែនដោយសារតែធនធានធម្មជាតិច្រើនប៉ុណ្ណោះទេប៉ុន្តែដោយសារតែមានប្រជាជនមានសមត្ថភាពសិលធម៌វិន័យនិងទំនួលខុសត្រូវខ្ពស់មនុស្សគឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ជាតិមនុស្សខ្លាំងមិនមែនមានន័យថាខ្លាំងតែកម្លាំងកាយសម្បទាគ្រប់គ្រាន់តែមួយមុខនោះទេមនុស្សខ្លាំងគឺជាមនុស្សដែលមានចំណេះដឹងមានភាពអត់ធ្មត់មានភាពស្មោះត្រង់ចេះគោរពច្បាប់ចេះជួយអ្នកដទៃនិងមិនបោះបង់ចោលក្តីសុបិនទោះបីពួកគេជួបការលំបាកយ៉ាងណាក៏ដោយនៅពេលប្រជាពលរដ្ឋម្នាក់ខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាពនិងប្រកាន់ខ្ជាប់នូវសិលធម៌មានវិន័យក្នុងខ្លួននោះកម្លាំងតូចទាំងនោះរួមបញ្ចូលគ្នាក្លាយជាកម្លាំងដ៏ធំមហិមាសម្រាប់ប្រទេសជាតិដែលមានមនុស្សមានគុណភាពនិងសេដ្ឋកិច្ចរីកចម្រើនសង្គមមានសន្តិភាពនិងអនាគតភ្លឺស្វាងនោះហើយជាសសរដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងនាមយើងជាយុវជនយើងស្រឡាញ់ជាតិយើងត្រូវចាប់ផ្ដើមពីខ្លួនឯងត្រូវខិតខំសិក្សាអានសៀវភៅបង្កើនចំណេះវិជ្ជាគោរពវិន័យថែរក្សាបរិស្ថានស្រឡាញ់ជាតិនិងរួមគ្នាធ្វើអំពើល្អជារៀងរាល់ថ្ងៃការផ្លាស់ប្ដូរដ៏ធំតែងតែចាប់ផ្ដើមពីសកម្មភាពតូចរបស់មនុស្សម្នាក់ប្រវត្តិសាស្ត្របានបង្ហាញថាប្រទេសដែលរីកចម្រើនគឺជាប្រទេសដែលផ្ដល់តម្លៃដល់ការអប់រំវិទ្យាសាស្ត្រការច្នៃប្រឌិតនិងការអភិវឌ្ឍធនធានមនុស្សដូច្នោះយើងត្រូវរួមគ្នាកសាងខ្លួនឲ្យក្លាយទៅជាមនុស្សល្អមនុស្សពូកែនិងមនុស្សដែលមានទំនួលខុសត្រូវដើម្បីរួមគ្នាកសាងជាតិឲ្យបានរឹងមាំមនុស្សខ្លាំងបង្កើតគ្រួសារខ្លាំងគ្រួសារខ្លាំងបង្កើតសង្គមខ្លាំងសង្គមខ្លាំងបង្កើតជាតិខ្លាំង